សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមឆ្លើយសំណួរមួយដែលបងម្នាក់បានសួរមកកាន់ទំព័រសុភាព Legal Property ហើយយើងខ្ញុំយល់ថាជាសំណួរល្អមួយដែលគួរចែករំលែកបន្ថែមដល់បងប្អូនទាំងអស់គ្នាសួរថាតើប្លង់រឹងនិងប្លង់បំបែកក្បាលដីមានចំណុចសម្គាល់ខុសគ្នាត្រង់ណាថ្ងៃនេះខ្ញុំនឹងបង្ហាញជូនបងប្អូនឲ្យបានច្បាស់ជាទូទៅប្លង់ទាំងពីរមានទម្រង់ដូចគ្នានិងមានឈ្មោះជាផ្លូវការថាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដូច្នេះបើមើលតែផ្នែកខាងមុខអាចពិបាកកត់សម្គាល់អំពីភាពខុសគ្នាប៉ុន្តែសម្រាប់ប្លង់រឹងបំបែកក្បាលដីគឺជាប័ណ្ណដែលចេញក្រោយការបំបែកដីចេញពីក្បាលដីដើមដូច្នេះនៅផ្នែកខាងក្រោយនៃប័ណ្ណជាទូទៅនឹងមានព័ត៌មានបញ្ជាក់អំពីប្រភេទដីដោយមានឃ្លាដូចជាមកពីដីលេខជាអាចឬក៏មានព័ត៌មានផ្សេងដែលបង្ហាញថាដីនេះត្រូវបានបំបែកចេញពីក្បាលដីដើមដោយឡែកចំពោះប្លង់រឹងដែលមិនមែនជាប្លង់បំបែកក្បាលដីជាទូទៅមិនមានការបញ្ជាក់បែបនេះនោះទេបងប្អូនអាចប្រៀបធៀបតាមរូបភាពដែលយើងខ្ញុំបានបង្ហាញនៅក្នុងវីដេអូនេះយើងខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជួយឲ្យបងប្អូនយល់កាន់តែច្បាស់ថែមទៀតអំពីភាពខុសគ្នារវាងប្លង់រឹងនិងប្លង់រឹងបំបែកក្បាលដីប្រសិនបើបងប្អូនមានសំណួរពាក់ព័ន្ធនឹងច្បាប់ឬអចលនវត្ថុសូមបញ្ចេញមតិទុកខាងក្រោមប្រសិនបើយើងខ្ញុំយល់ថាជាប្រធានបទដែលមានប្រយោជន៍សម្រាប់សាធារណជនយើងខ្ញុំនឹងយកមកធ្វើជាវីដេអូចែករំលែកបន្តទៀតសុភាព Legal Property ជួយយល់អំពីច្បាប់ដើម្បីការពារសិទ្ធិរបស់អ្នក